នេះគឺជាការនេសាទរបស់អ្នកស្រុកវ៉ាវលើកមួយចានដែកនេះមានសពគ្រប់តែម្ដងក្តាមក៏មានអន្ទង់ក៏មានខ្ចងក៏មានហើយជាមួយនឹងកូនត្រីនេះគាត់កំពុងតែរើសអន្ទង់បងប្អូនគាត់រើសអន្ទង់ចេញយើងបែងចែកថាអន្ទង់យើងត្រូវដាក់ខាងនេះចឹងណាហើយថៃយើងដាក់ខាងនោះថៃក៏ល្អអន្ទង់ក៏ល្អសំខាន់ខ្ចងក៏ល្អតែមួយចានដែកនេះស្អីមានតែកពឹសហ្នឹងបងដូចបកងយ៉ាងហ្នឹងណាជាតិត្មងបងប្អូនអើយជាតិថៃឆ្លូញបងប្អូនមានថៃឆ្លូញមានកូនថៃរស់គាត់ទៅលើកដូចជានៅបឹងខាងក្រោយផ្ទះគាត់ដែរទេបងប្អូនអើយតែគាត់ថាពេលខែទឹកឡើងអញ្ចឹងវាសបោដល់ពេលវាសបោគឺមកផើគាត់ដែលដាក់នេសាទនៅតាមបឹងក្រួយផ្ទះក្រួយអីហ្នឹងគឺមួយគឺដឹងមួយហ្មងហើយមកកញ្ជ្រៃនេះគាត់អន្ទង់ចង់ចូល2គីឡូបាទបងប្អូនមើលអន្ទង់ឡើងចង់30-40អន្ទង់ហ្នឹងហើយនៅថៃនៅអីមើលជាក់ស្ដែងទេបងប្អូនមើលទាំងអស់គ្នាសំឡេងវាញ៉ៃពេកចាំមកដាក់សំឡេងទេអញ្ចឹងមានតែបញ្ចូលសំឡេងនៅស្រុកសេស្រុកចំការបងប្អូនឲ្យតែយើងឧស្សាហ៍ព្យាយាមអត់ខ្វះទេមកធ្វើម្ហូបបើសិនជាអ្នកខ្លះទៀតមិនធ្វើតែហូបទេបងប្អូនអាចជាលក់ដូរអីអញ្ចឹងណាឲ្យតែយើងមានការឧស្សាហ៍ព្យាយាមនេះពោះហៅពោះផលិតមិញហ្នឹងលយណាបងប្អូនហើយឥឡូវបងប្អូនមើលគាត់ទាំងអស់គ្នាទៅអានេះពោះក៏ដាក់ម្ដុំនេះអូគាត់ច្បារមកដៃបងប្អូនឲ្យសេតតែពោះសុតត្មងពោះនឹងក៏លក់បានថ្លៃដែរណាបងប្អូនយកទៅងាំងើយកទៅខអីណាហើយគាត់រសើគាត់ដែរបងប្អូនគាត់អត់ខ្លាចខ្ញុំអត់ហ៊ានចាប់ទេពោះបងប្អូនហើយមើលវាមិនចឹកវាមិនមានបញ្ហាអីទេគ្រាន់តែថាវាគួរឲ្យញើសដែរហើយយើងមកមើលត្រីវិញម្ដងគឺគាត់បែងចែកហ្មងយើងចាក់មកចូលចាន់ដែកតែមួយមែនប៉ុន្តែយើងបែងចែកយើងរើសចែកអញ្ចឹងណាអានេះត្រីរស់វាអត់សូវធំណាស់ហ្មងទេបងព្រោះអីទឹកវាទៅបញ្ចូលអញ្ចឹងវាល្មមដែរទេអានេះស្គមមកវែងដងខ្លួនវែងតែវាស្គមតែចអត់មានអីស៊ីទេមើលទៅត្រីផ្ទក់យើងហ្នឹងបងប្អូនសុកសែមជាតិបងប្អូនឥឡូវមកមើលតុងនេះខ្ចងនេះសល់ត្រីតិចតួចអានេះបើថាគេអាចដាក់ជាត្រីនុយអញ្ចឹងណាយកទៅឲ្យត្រីស៊ីជ្រូកឬក៏ទាអីអញ្ចឹងណាហើយយើងមកមើលនេះតុងអាលោតនោះកូនត្រីដែងណាបងប្អូនណែបងប្អូន3គីឡូជិត4គីឡូណាបងប្អូនវាមួយនេះគឺគ្រប់មុខគ្រប់ម៉ាក់បងប្អូនអើយជាតិតែម្ដងបងប្អូនមើលហើយក៏ខ្ញុំទិញគាត់ខ្លះដែរអញ្ចឹង